សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ជំរឿចិត្តថ្ងៃនេះជំរឿចិត្តសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅកាន់ខេត្តពោធិ៍សាត់ដើម្បីស្វែងយល់ពីប្រវត្តិនិងអត្ថន័យចម្រៀងដែលចរិតនៅរឿងរ៉ាវដ៏ជូរចត់និងឆ្លុះបញ្ចាំងអំពីគម្លាតសង្គមគឺបទដងស្ទឹងពោធិ៍សាត់ដងស្ទឹងពោធិ៍សាត់ជីវិតខ្ញុំអើយកំពុងនេះហើយងូតទឹកចឹងអូនបទនេះត្រូវបានថតឡើងនៅដើមឆ្នាំ1975ច្រៀងដោយអធិរាជសម្លេងមាសសិនស៊ីសមុទ្រនិពន្ធបទភ្លេងនិងដឹកនាំភ្លេងដោយលោកម៉ែប៊ុនប៉ុន្តែទំនុកច្រៀងដែលប្រកបដោយអត្ថន័យនៃចម្រៀងនេះគឺបានមកពីកវីនិពន្ធលោកមាសកកដែលត្រូវបានគេដាក់រហស្សនាមថាកវីទឹកខ្មៅដៅលើសាគរតាមការស្រាវជ្រាវបានឲ្យដឹងថាកវីមាសកកតែងតែទៅលេងបងប្រុសរបស់លោកនៅខេត្តពោធិ៍សាត់ហើយជិះទូកនេសាទនៅតាមដងស្ទឹងហើយទំនងជាលោកបានស្ដាប់រឿងរ៉ាវស្នេហាពិតរបស់អ្នកស្រុកដែលជាកម្មករនៅទីនោះទើបនិពន្ធបទនេះឡើងខ្លឹមសារគឺរៀបរាប់ពីកម្មករម្នាក់ដែលបាត់បង់ស្នេហានៅដងស្ទឹងពោធិ៍សាត់នោះផ្ទាល់ឥឡូវយើងនឹងមកស្វែងយល់អំពីអត្ថន័យទំនុកច្រៀងបទនេះវិញម្ដងដងស្ទឹងពោធិ៍សាត់ជីវិតខ្ញុំអើយកំពុងនេះហើយងូតទឹកចឹងអូនទឹកស្ទឹងនាំមករសាត់តាមក្បូនកំដៅកំដងទៅនៅស្ទៀមថ្មទឹកហូរកាត់ខ្សាច់ដាច់ដីមាត់ស្ទឹងអូនទាំងប្រលែងណែធ្នំស្មងផការចាប់ផ្ដើមដំបូងបង្ហាញពីទីតាំងកំណើតនៃស្នេហាដ៏បរិសុទ្ធគឺដងស្ទឹងពោធិ៍សាត់ស្ទឹងនេះគឺជាទីតាំងនៃជីវិតរបស់តួអង្គទាំងពីរដែលជាកន្លែងពួកគេសាងអនុស្សាវរីយ៍ទឹកថ្លាយងតំណាងឲ្យភាពបរិសុទ្ធនៃក្តីស្នេហ៍របស់កម្មករម្នាក់នោះភាពល្អក់កកកើតឡើងនៅពេលដែលគង់ជាថ្លាយងប្រែលអង្គកតាមពាក្យអង្គអ្នកផ្លូវចៅមហាតាមប្រពៃណីខ្មែរចៅមហាគឺជាអ្នកតំណាងឲ្យខាងកូនប្រុសចូលស្ដីដណ្ដឹងខាងកូនស្រីនៅក្នុងបទចម្រៀងនេះចៅមហាបានតំណាងឲ្យគូដណ្ដឹងថ្មីដែលប្រហែលជាមានទ្រព្យសម្បត្តិខ្ពស់ជាងការបដិញ្ញាចិត្តរបស់គ្រួសារកូនស្រីទៅលើការដណ្ដឹងផ្លូវការនេះបានបង្ខំឲ្យស្នេហាពិតត្រូវបែកបាក់វគ្គបន្តគឺជាចំណុចដ៏ឈឺចាប់បំផុតទឹកស្ទឹងពោធិ៍សាត់កាត់ថ្លៃទឹកភ្នែកត្រង់លើពីហ៊ានដែលចារឿងស្នេហាកន្សែងកម្មករខាទ្រពការស្លាខាស្នាប់នេះបាអើយពោអើយជ័យទឹកស្ទឹងមិនអាចលាងជម្រះទឹកភ្នែកបានទេផ្ទុយទៅវិញវាបានត្រឹមធ្វើតែជាសាក្សីប៉ុណ្ណោះពាក្យថាកន្សែងកម្មករខានទ្រព្យការស្លាបញ្ជាក់យ៉ាងច្បាស់ថាភាពក្រីក្ររបស់តួអង្គប្រុសដែលជាកម្មករមិនអាចពូកគងនឹងលក្ខខណ្ឌឬតម្រូវការបណ្ណាការរបស់គ្រួសារកូនស្រីបានឡើយនេះហើយជាសោកនាដកម្មនៃវណ្ណៈតួអង្គប្រុសត្រូវឈរមើលពិធីមង្គលការដែលគួរតែជារបស់ខ្លួនពីចម្ងាយគាត់ជឿលើភ័ព្វបុណ្យកសាងតែចាញ់សំណាងអប្រិយដែលសំដៅលើជោគវាសនាគាត់ទទួលបានត្រឹមស្ដាយស្នេហ៍ពេញវ័យបានយល់តែក្លិនដែលជាការឈឺចាប់ព្រោះស្នេហាត្រូវបានជំនួសដោយអ្នកដទៃត្រនងភ្លេងការនៅត្រើយស្ទឹងមកខាងពំបុនកោសាសំណាងអប្រិយរៀបបានសម្រេចទុកទួនលើភ័យដាហើយស្នេហ៍ពេញវ័យបានយល់តែក្លែងសរុបមកបទដងស្ទឹងពោធិ៍សាត់គឺជាស្នាដៃនិពន្ធដ៏កម្រមួយដែលបានប្រើទីតាំងភូមិសាស្ត្រ
ដើម្បីតំណាងឲ្យអារម្មណ៍និងស្ថានភាពសង្គមវាបានបន្សល់ទុកនូវទស្សនីយភាពសោកសៅអំពីក្តីស្រឡាញ់ដែលចាញ់កម្លាំងនៃប្រពៃណីសេដ្ឋកិច្ចនិងវណ្ណៈបទនេះនៅតែជាមរតកដែលដក់ជាប់ក្នុងអារម្មណ៍អ្នកស្ដាប់រហូតមកដល់បច្ចុប្បន្នតើនៅពេលដែលអ្នកបានស្ដាប់បទដងស្ទឹងពោធិ៍សាត់នេះតើឃ្លាណាដែលធ្វើឲ្យអ្នកឈឺចាប់និងរំជួលចិត្តជាងគេនៅក្នុងទស្សនៈរបស់អ្នកតើបញ្ហាគម្លាតវណ្ណៈដែលកើតមាននៅក្នុងបទនេះនៅតែបន្តកើតមានខ្លាំងនៅក្នុងសង្គមបច្ចុប្បន្នដែរឬទេតើអ្នកយល់យ៉ាងណាដែរចំពោះការសម្រេចចិត្តរបស់មេបាកូនស្រីក្នុងការទទួលយកពាក្យអង្វរចៅមហាពីខាងអ្នកមានតើវាជាកំហុសឬក៏ជាការបង្ខំចិត្តសូមចែករំលែកអារម្មណ៍និងមតិរបស់អ្នកទាំងអស់គ្នានៅក្នុង comment ខាងក្រោមបទនេះដែរគឺជាការសំណូមពររបស់ប្រិយមិត្តយើងម្នាក់ដែលមានឈ្មោះថាខេងប៊ុនឡុងហើយខ្ញុំក៏សូមផ្ញើបទនេះទៅកាន់ប្រិយមិត្តទាំងអស់ដែលតែងតែតាមដានជម្រើចិត្តជាប្រចាំហើយផ្ញើជូនជាពិសេសទៅកាន់បងប្អូនដែលរស់នៅក្នុងខេត្តពោធិ៍សាត់ផ្ទាល់តែម្ដងបើសិនជាប្រិយមិត្តចង់ឲ្យជម្រើចិត្តធ្វើការបកស្រាយនិងវិភាគបទចម្រៀងណាផ្សេងទៀតឬក៏ចង់ផ្ញើបទចម្រៀងណាមួយទៅកាន់មនុស្សជាទីស្រឡាញ់សូមប្រាប់ជម្រើចិត្តឲ្យបានដឹងផងកុំភ្លេចចុច like និង subscribe ដើម្បីបន្តវិភាគបទចម្រៀងផ្សេងទៀតជាមួយខ្ញុំសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាក្នុងការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ខ្ញុំក៏សូមអភ័យទោសបើសិនជាមានកំហុសឆ្គងណាមួយដោយអចេតនាជួបគ្នានៅវីដេអូបន្ទាប់